នូសិល្បៈដើម្បីសន្តិភាពទាំងទី2បានបញ្ចប់ជាស្ថាពរនិងសម្ពោធនាល្ងាចនេះភ្នំពេញគំនូរសិល្បៈដើម្បីសន្តិភាពទាំងទី2បានបញ្ចប់ការគូរជាស្ថាពរហើយគ្រោងនឹងសម្ពោធជាផ្លូវការនាល្ងាចថ្ងៃទី3ខែមិនិនានេះគំនូរនេះត្រូវបានគូរលើផ្ទាំងក្រណាត់ប្រវែង175ម៉ែត្រការ៉េមានទទឹង5ម៉ែត្រនិងបណ្ដោយ350ម៉ែត្រគូរដោយសិល្បករប្រមាណ70នាក់ក្រោយការសម្ពោធផ្ទាំងគំនូរនេះនឹងដាក់តាំងបង្ហាញសាធារណជននិងអន្តរជាតិនៅបរិវេណសួនច្បារវត្តបដុំវតីភ្នំពេញដល់បំណាច់ខែឧសភាគោលបំណងនៃការរៀបចំឲ្យមានការគូរគំនូរសិល្បៈដើម្បីសន្តិភាពផ្ទាំងទី2នេះគឺដើម្បីបង្ហាញការពិតអំពីទុក្ខវេទនារបស់ជនស៊ីវិលនិងការបំផ្លាញវប្បធម៌តាមរយៈស្នាដៃសិល្បៈនិងកំណត់ត្រារំលោភបំពានប្រឆាំងជនស៊ីវិលហេដ្ឋារចនាសម្ព័ន្ធនិងបេតិកភណ្ឌរបស់កម្ពុជាបន្ថែមលើនេះក៏ដើម្បីអំពាវនាវឲ្យមានការអន្តរាគមន៍ពីសហគមន៍អន្តរជាតិទាមទារយុត្តិធម៌ពិសេសជំរុញឲ្យភាគីថៃដកកម្លាំងចេញពីទឹកដីកម្ពុជាសិល្បៈដើម្បីសន្តិភាព2 Update 4ផ្ទាំងគំនូរ Art for Peace 2បានបញ្ចប់ហើយត្រូវបានដាក់តាំងបង្ហាញនៅសួនច្បារវត្តបដុំនាយប់នេះដោយមានអ្នកចូលរួមរាប់ពាន់នាក់ដើម្បីធ្វើជាសាក្សីដោយមានសិល្បករនិងតន្ត្រីករចូលរួមនៅក្នុងពិធីនោះការថ្លែងសន្ទរកថាដោយឥស្សរជននិងវិចិត្រករផ្ទាំងគំនូរផ្ទាល់ការនិទានរឿងពិតអំពីការឈឺចាប់និងទុក្ខលំបាករបស់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅនិងការបំផ្លិចបំផ្លាញវប្បធម៌និងដើរតួជាការអំពាវនាវរបស់សហគមន៍សិល្បៈដើម្បីសន្តិភាពនិងយុត្តិធម៌សម្រាប់ទាំងអស់គ្នាផ្ទាំងគំនូរនេះត្រូវបានបញ្ចប់ក្នុងរយៈពេល10ថ្ងៃដោយសិល្បករដែលខិតខំប្រឹងប្រែងធ្វើការរហូតដល់ម៉ោង5ព្រឹកនេះហើយដោយមានសិល្បករជាង150នាក់បានខ្ចីជំនាញរបស់ពួកគេទៅគម្រោងដែលនឹងបន្តដាក់បង្ហាញសម្រាប់រយៈពេល2ខែបន្ទាប់